ពុំគួយរងតែទេសនាពីនេះលោកតែធ្លាប់ស្ដាប់បានមកលោកថាពីមកទៅមកទៅឆ្នាំទៀតដល់ប៉ុណ្ណាណាស្ដាប់តែសំឡេងតែឃើញញោមនៅទៅគឺទឹកមុខនៅស្ដាប់ត្រឹមព្រេងញោមស្អាតឡើយមានន័យថាមានកម្លាំងពលៈខ្លាំងជាងខ្មែរសូមអនុមោទនាសាធុបុណ្យម្ដងទៀតនិយាយអាចឆាកទេសនាដើម្បីមកថៃហើយខ្ញុំតែមើលមកញោមក៏អាចថៃបានធម្មតាអត់បីណាមួយអត់ចូលទេសនាផងដែរនៅក្រៅប្រទេសជាប្រភេទដូចយកភាសាតែហ្នឹងតែឡានក្រៅជាប្រភេទដែរជាប្រភេទនៃផ្លឹកមុខផ្លឹកហើយទាំងញាតិញោមទាំងអស់ដែលបានចូលរួមស្ដាប់ធម៌នៅក្នុងពេលវេលានេះគឺញាតិញោមដឹងហើយថាជាបុណ្យអ្វីញាតិញោមដឹងយូរហើយថាថ្ងៃហ្នឹងបុណ្យអីគឺឡើងបូជាដល់យូរឆ្នាំហើយថ្ងៃនេះគឺជាថ្ងៃបុណ្យមេត្តាបូជាហើយរកធ្វើថ្ងៃបកកើតហើយមានជាបុណ្យនៅក្នុងពុទ្ធសាសនាចំសាសនាដើម្បីចម្លឹកដល់គុណព្រះសម្មាសម្ពុទ្ធទាំងព្រះសង្ឃទាំងញាតិញោមជាបរិស័ទនឹករលឹកនៅគុណព្រះសម្មាសម្ពុទ្ធព្រោះព្រះអង្គប្រែទានទៅយូរហើយក៏នៅតែនឹករលឹកជាផ្សេងដូចថ្ងៃនេះចានឹករលឹកគុណព្រះអង្គបានទៅពេញនៅបុណ្យកុសលហើយបុណ្យមេត្តាបូជានៃវិសាខបូជានេះគឺឥឡូវចាប់ផ្ដើមថាផុសផុលក្នុងចិត្តឬក៏មានការបីសាយដោយសារបរិស័ទជាពិសេសមកឬក៏កសលចូលរួមសកស្ាយឲ្យបានប្រលឹងប្រលាយទៅគ្រប់ស្ទាប់កំណាត់គេមកអសរបាយទៅ